ខ្ញុំឈ្មោះតៃហើយខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះលីយ៉ារឿងរ៉ាវដ៏គួរឲ្យព្រឺព្រួចមួយបានកើតឡើងចំពោះពួកយើងកាលពីអំឡុងឆ្នាំ2022នៅឯខេត្តស្វាយរៀងថ្ងៃមួយឪពុកម្ដាយរបស់ពួកខ្ញុំត្រូវធ្វើដំណើរទៅរកស៊ីនៅឯស្រុកឆ្ងាយដោយត្រូវចំណាយពេលប្រហែលប្រមាណ2អាទិត្យទើបត្រឡប់មកវិញហេតុនេះហើយទើបពួកគាត់បានផ្ញើពួកខ្ញុំទាំងពីរនាក់បងប្អូនឲ្យស្នាក់នៅផ្ទះលោកយាយជាបណ្ដោះអាសន្នរឿងអកុសលបានកើតឡើងបន្ទាប់ពីឪពុកម្ដាយខ្ញុំបានចេញដំណើរទៅបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះអ្នកជិតខាងរបស់លោកយាយខ្ញុំបានទទួលមរណភាពដោយសារតែត្រូវជួយយកអាសាអ្នកភូមិផងរបងជាមួយលោកយាយក៏បានទៅសម្រានកំដរសពអ្នកជិតខាងនោះដោយទុកឲ្យពួកខ្ញុំជាក្មេងស្រីដេកយាមផ្ទះតែពីរនាក់គត់នៅរាត្រីនោះពេលវេលាបានឈានចូលដល់ពាក់កណ្ដាលអាធ្រាត្រទៅហើយប៉ុន្តែពួកយើងទាំងពីរនាក់នៅមិនទាន់ងងុយដេកនៅឡើយទេស្រាប់តែពេលនោះខ្ញុំសង្កេតឃើញថាលីយ៉ាដែលជាប្អូនស្រីរបស់ខ្ញុំកំពុងតែអង្គុយសម្លឹងមើលទៅក្រៅយ៉ាងភ្លឹកដោយក្តីសង្ស័យខ្ញុំក៏បានសួរនាំនាងពីមូលហេតុដែលនាងសម្លឹងទៅក្រៅបែបនោះលីយ៉ាមិនបានឆ្លើយតបភ្លាមទេនាងគ្រាន់តែចង្អុលដៃតម្រង់ទៅរកដើមល្ហុងនៅខាងក្រៅផ្ទះរួចប្រាប់ខ្ញុំដោយសំឡេងភ័យខ្លាចថាមានមនុស្សកំពុងនៅទីនោះគ្រាន់តែលើបែបនេះខ្ញុំក៏ប្រញាប់ងាកមើលតាមដៃរបស់នាងតែទោះជាខំសម្លឹងយ៉ាងណាក៏ខ្ញុំមើលមិនឃើញនរណាម្នាក់សោះមួយសន្ទុះក្រោយមកលីយ៉ាស្រាប់តែបង្ហាញអាការៈភ័យស្លន់ស្លោនិងស្រែកប្រាប់ខ្ញុំថាមានគេកំពុងដើរមករកពួកយើងហើយភាពភ័យខ្លាចចាប់ផ្ដើមវាយលុកពេញបេះដូងរបស់ខ្ញុំប្រញាប់ទាញដៃប្អូនចូលទៅក្នុងមុងរៀបចំកន្លែងដេកដោយព្យាយាមលួងលោមនិងបន្លប់នាងថានាងគ្រាន់តែងងុយដេកស្រវាំងភ្នែកមើលច្រឡំដល់ខ្លួនឯងប៉ុណ្ណោះប៉ុន្តែលីយ៉ានៅតែមិនព្រមដេកនាងចេះតែរអ៊ូទន្ទិញពាក្យមួយឃ្លាដដែលប្រាប់ខ្ញុំថាមានអ្វីមួយកំពុងតែឈរនៅក្រៅខ្នងរបស់ខ្ញុំគ្រាន់តែនាងបញ្ចេញវាចាចប់ភ្លាមស្រាប់តែមានខ្យល់ត្រជាក់ស្រាប់បក់មកប៉ះនឹងកញ្ចឹងករបស់ខ្ញុំធ្វើឲ្យខ្ញុំព្រឺសម្បុរខ្ញាក់ខ្ញុំសម្រេចចិត្តងាកក្រោយទៅតាមការចង្អុលរបស់នាងចូលរួមទូទាយការប្រកួតនៅក្របខ័ណ្ឌ English Premier League រវាងក្រុម Aston Villa និងក្រុម Liverpool លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនជាមួយនឹង 1xBet ហើយលោកអ្នកត្រូវការលុយសម្រាប់ទៅទិញកាហ្វេអាចចូលរួមលេងកម្សាន្តជាមួយ 1xBet បានធ្វើការដកដាក់ប្រាក់ងាយស្រួលជាមួយធនាគារក្នុងស្រុកតែកុំភ្លេចត្រូវលេខដៃទំនួលខុសត្រូវព្រោះវាមិនអាចឲ្យអ្នកខ្លាចជាអ្នកមានបានទេព្រះអើយរូបភាពដែលនៅចំពោះមុខខ្ញុំគឺជាខ្មោចស្ត្រីម្នាក់មានសក់វែងអន្លាយធ្លាក់សឹងទៅដល់ចុងជើងក្របភ្នែកលៀនទាំងសងខាងហៀចេញឈាមតាមច្រមុះហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺមាត់របស់វាពោពេញទៅដោយដង្កូវវាខ្វាន់ខ្វែងគ្រាន់តែឃើញទិដ្ឋភាពនោះភ្លាមខ្ញុំលែងគិតអ្វីទាំងអស់ខ្ញុំស្ទុះទៅចាប់ក្រសោបអោបប្អូនស្រីបីរត់ចេញពីផ្ទះយ៉ាងលឿនសម្ដៅទៅរកផ្ទះអ្នកជិតខាងដែលមានមនុស្សកំពុងកំដរសពនិងមានលោកយាយរបស់ខ្ញុំនៅទីនោះខ្ញុំខំប្រឹងរត់បណ្ដើរស្រែកហៅឲ្យគេជួយបណ្ដើរទាំងក្តីតក់ស្លុតពេលកំពុងរត់លីយ៉ាបានងាកក្រោយរួចស្រែកប្រាប់ខ្ញុំទៀតថាខ្មោចនោះកំពុងតែដេញតាមពួកយើងហើយគ្រាន់តែលឺដូច្នោះខ្ញុំកាន់តែបង្កើនល្បឿនរត់យកព្រៀបសឹងតែដាច់ខ្យល់ប៉ុន្តែរំពេចនោះស្រាប់តែមានអារម្មណ៍ថាមានបាត់ដៃដែលត្រជាក់ស្រាប់មួយបានលូកមកចាប់ស្មារបស់ខ្ញុំជាប់ខ្ញុំភ័យរន្ធត់ស្ទើរតែស្ទះដង្ហើមតែនៅតែខំប្រឹងរត់បន្តទៅមុខមិនហ៊ានឈប់ឡើយសំណាងល្អពេលរត់បានបន្តិចខ្ញុំក៏បានប្រទះឃើញមនុស្សចំណាស់3ទៅ4នាក់កំពុងតែដើរនៅខាងមុខរបស់ខ្ញុំរត់ត្រដាបត្រដួសទៅរកពួកគាត់ទាំងបែកញើសប៉ុនក្រពោតដោយឃើញសភាពពួកខ្ញុំបែបនេះពូម្នាក់ក្នុងចំណោមនោះក៏បានសួរនាំពីហេតុការណ៍ដែលបានកើតឡើងខ្ញុំបានរៀបរាប់ប្រាប់គាត់ទាំងដង្ហើមញាប់ញ័ររួចអង្វរឲ្យគាត់ជួយយកដៃដែលកំពុងចាប់ស្មាខ្ញុំនោះចេញផងប៉ុន្តែពូទាំងនោះមើលមុខគ្នារួចបញ្ជាក់ថាមិនបានឃើញមានដៃអ្នកណាមកចាប់ស្មារបស់ខ្ញុំឡើយពេលខ្ញុំងាកមើលស្មាខ្លួនឯងក៏មិនឃើញមានអ្វីមែនទាំងដែលខ្ញុំមិនដឹងថាបាត់ដៃដ៏ត្រជាក់នោះវាបាត់ទៅតាំងពីពេលណានោះមកទេបន្ទាប់ពីបានដឹងរឿងរ៉ាវអស់ហើយអ្នកភូមិទាំងនោះក៏បានជួយជូនពួកខ្ញុំទាំងពីរនាក់បងប្អូនទៅរកយាយដោយសុវត្ថិភាពនិងរួចផុតពីការលងបន្លាចនាយប់នោះ